គ្រោះថ្នាក់នេះអានឹងឯងទុកឲ្យបុរសចំណាស់នេះរត់ចេញទៅថ្នាំ Elixir គុណភាពខ្ពស់រាប់រយមុខល្មមឲ្យខ្ញុំហាត់នៅឯកោបាន1 ឆ្នាំបងស្រីយាយលីឈីងសានអ្នកមិននៅក្នុងផ្ទះដែលគេបោះបង់ចោលនោះទេតើអ្នកកំពុងធ្វើអ្វីនៅទីនេះទៅហ្វូតបលនេះតើនេះអាចទៅរួចដោយរបៀបណាតើវត្ថុនេះអាចលេចឡើងនៅក្នុងសារកំណត់សំណល់ដោយរបៀបណាតើអ្នកទទួលបានវានៃណាស្មោះត្រង់បងស្រីយ៉ាងបានវាខ្ញុំហើយនិយាយថាគាត់នឹងសម្លាប់ខ្ញុំប្រសិនបើខ្ញុំរកមិនឃើញសិស្សកាន់កំណត់នៃសេចក្តីស្លាប់ព្រោះខ្លាចស្លាប់ខ្ញុំគ្រាន់តែសូមប្អូនស្រីរបស់ខ្ញុំឲ្យស្មោះត្រង់ក្នុងគំនិតរបស់សិស្សខ្ញុំការពារសិស្សរបស់អ្នកបន្តិចផ្ដល់ឲ្យសិស្សនៅវិធីមួយដើម្បីរស់អ្នកជាមនុស្សមានប្រាជ្ញាដរាបណាអ្នករក្សាសុវត្ថិភាពខ្ញុំយីលេងឈុនអាចការពារអ្នកបានថ្មវិញ្ញាណកម្រិតទាប100នេះ10ថ្នាំខេប្រម៉ូដុំចំនួន3និងវត្ថុស័ក្តិសិទ្ធិ2អ្នកយកវាឲ្យអនុវត្តការពារខ្លួនជាយូរមកហើយលីឈីងសានមានរឿងធំកើតឡើងយ៉ាងហងស៊ីវបានប្រញាប់ប្រញាល់ទៅកាន់រូងភ្នំរបស់បងស្រីដើម្បីចាប់យកទាំងពីរចាប់ដើមវាគ្នាយ៉ាងហងស៊ីវបានរងរបួសគាត់ក៏ជាប់គុកកន្លះឆ្នាំដែរហើយចុងត្បូងពេជ្រត្រូវបានគេកាត់ទោសឲ្យទៅជារបស់ព្រឹទ្ធាចារ្យក្នុងរយៈពេលកន្លះឆ្នាំខ្ញុំត្រូវតែឆ្លងកាត់ដំណាក់កាលចុងក្រោយនៃការចម្រាញ់គ្មានតែកម្លាំងរបស់ខ្ញុំផ្ទាល់ទេដែលជាគ្រឹះសម្រាប់ការដើររបស់ខ្ញុំបន្ទាប់ពីការហ្វឹកហ្វឺនយ៉ាងលំបាកអស់រយៈពេលកន្លះឆ្នាំទីបំផុតខ្ញុំបានចូលដល់កម្រិតទី7នៃការចម្រាញ់អាវុធការឃុំឃាំងរបស់យ៉េងហងហៅបានបញ្ចប់លើកនេះខ្ញុំមិនត្រូវការគាំទ្រអ្នកណាទៀតទេតែមួយគត់ដែលខ្ញុំអាចទុកចិត្តបានគឺខ្លួនខ្ញុំផ្ទាល់ដូច្នេះចុះយ៉ាងណាចំពោះកម្រិតទី7នៃនាវាថ្មិញរបស់យ៉េងហងស៊ីវត្រូវតែសងនៅពេលដែលរយៈពេល6ខែផុតកំណត់នាងនឹងទទួលរងនៅការសងសឹកមិនចេះចប់តាចាស់បើហ៊ានបំផ្លាញអំពើល្អរបស់អញច្បាស់ជាធ្វើឲ្យអញខ្ទេចខ្ទីជាផេះប្រសិនបើជីវ័យត្រូវបានលាតត្រដាងនោះគាត់នឹងត្រូវបានស៊ើបការដោយពួកព្រឹទ្ធាចារ្យយេនការប៉ះទង្គិចក្បាលគឺជាគំនិតអាក្រក់ការចាក់ចេញពីនិកាយគឺជាទីបញ្ចប់ខ្ញុំមិនអាចសំបីតែរកវិធីដើម្បីរស់វាពិតជាអ្នកមែនជីតានេះជាផ្លាកសញ្ញាត្បូងពេជ្រនៃឋានៈគ្រួសារសំខាន់ជាសិស្សខាងក្រៅចាប់ពីពេលនេះទៅអ្នកអាចទទួលបានអាហារសម្រន់និងថ្នាំ Elixir ជារៀងរាល់ខែអ្នកក៏អាចលេបថ្នាំគ្រាប់អាហារសម្រន់ទាំងនេះដែលខ្ញុំបានរក្សាទុកថេវយោលោកតាចាស់ហើយចង់ទៅដើរលេងខ្ញុំឆ្ងល់ថាតើនិកាយមានការងារសម្រាប់ដូចជាទាហាននៅខាងក្រៅឬអត់ជីតារបស់ខ្ញុំត្រូវបំពេញបេសកកម្មក្រៅផ្ទះវាត្រូវចំណាយពេលយូរហើយនៅឆ្ងាយពីភ្នំមានទេរចនាប័ទ្មទស្សនាទីក្រុងខេងយ៉ាងចម្ងាយ1300ម៉ាយល៍ឈរជើងរយៈពេល3ឆ្នាំវាល្អណាស់ដែលមិនត្អូញត្អែនោះហើយជាវាខ្ញុំគ្រាន់តែព្យាយាមនៅស្ងៀមប្រគល់អាហារសម្រន់និងអាវុធវេទមន្តទាំងអស់បើមិនដូច្នេះទេខ្ញុំនឹងកាត់បុរសចំណាស់ជាបំណែកអ្នកទាំងអស់គ្នាពិតជាមិនមានជាតិប្រេងឬទឹកច្រើននៅលើខ្លួនឡើយ